យោហានជំពូក14ខ5និងខ6ថូម៉ាស់ទូលទ្រង់ថាព្រះអម្ចាស់អើយយើងខ្ញុំមិនដឹងជាទ្រង់យាងទៅឯណាទេដូច្នេះធ្វើដូចម្តេចឲ្យយើងខ្ញុំស្គាល់ផ្លូវទៅបានព្រះយេស៊ូវមានបន្ទូលទៅគាត់ថាខ្ញុំជាផ្លូវជាសាច់ក្តីពិតហើយជាជីវិតបើមិនមកតាមខ្ញុំនោះគ្មានអ្នកណាទៅឯព្រះបបិតាបានឡើយខគម្ពីរប្រចាំថ្ងៃសូមព្រះប្រទានពរព្រះយេស៊ូវគ្រីស្ទជាអង្គសង្គ្រោះជាព្រះដ៏រួមគង់នៅសំថ្ងៃទ្រង់បានសុគន្ធតែរួងវិញហើយបើងផ្លូវដល់ត្រើយឋាននៃជីវិតទ្រង់គង់ខាងស្ដាំនៃព្រះចេស្តាអង្គវរបិតាជួយយើងជាពិតក្នុងនាមបុណ្យត្រាស្ងួនភ្ងាស្កប់ចិត្តឲ្យលួងជីវិតរួចទុំបាន់បង់ព្រះអង្គជាផ្លូវជាសេចក្តីពិតហើយជាជីវិតអស់កលយូរលង់រៀមផ្លូវសង្គ្រោះតាំងស្ពានឲ្យឆ្លងដើរឈ្មោះតម្រង់ឋានព្រះបិតាព្រះអង្គសន្យាពាក្យពេញត្រាកត់ដល់ពេលកំណត់យកយើងរាល់គ្នាទ្រង់នឹងយាងមកឥតមានពន្យាស្រង់យើងរាល់គ្នាទៅឯព្រះវិញព្រះអង្គជាផ្លូវជាសាញ់ក្តីពិតហើយជាជីវិតអស់កលយូរលង់រៀមផ្លូវសង្គ្រោះតាំងស្ពានឲ្យឆ្លងដើរឈ្មោះតម្រង់ឋានព្រះបិតាព្រះអង្គសន្យាពាក្យពេញត្រាកត់ដល់ពេលកំណត់យកយើងរាល់គ្នាទ្រង់នឹងយាងមកឥតមានពន្យាស្រង់យើងរាល់គ្នាទៅឯព្រះវិញសូមព្រះប្រទានពរ